ប៉ូលីសបានបញ្ជាក់ថាគ្មានភស្តុតាងណាមួយត្រូវបានរកឃើញនោះទេនៃការចាក់សម្លាប់មនុស្សច្រើនអ្នកនៅលើរថភ្លើងឆ្ពោះទៅកាន់ទីក្រុងឡុងគឺជាការវាយប្រហារភេរវកម្មនោះទេបើតាមការចេញផ្សាយពីសារព័ត៌មាន NBC News នៅថ្ងៃទី2វិច្ឆិកានេះថាការវាយប្រហារដោយកាំបិតលើរថភ្លើងដែលបណ្ដាលឲ្យមនុស្ស11នាក់រងរបួសនៅយប់ថ្ងៃសៅរ៍មិនមែនជាឧบัติហេតុភេរវកម្មទេប៉ូលីសបាននិយាយថាខណៈដែលជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យប៉ុនប៉ងឃាតកម្មក្នុងចំណោមមនុស្ស9នាក់តែត្រូវបានរាយការណ៍ដំបូងថាមានរបួសគំរាមកំហែងដល់អាយុជីវិតករណីជាច្រើនត្រូវបានបន្ទាបកម្រិតហើយមនុស្ស5នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមនុស្សម្នាក់ដែលជាសមាជិកនៃបុគ្គលិកផ្លូវដែកនៅភូមិអេសានទីក្រុងឡុង LNAR ដែលបានព្យាយាមបញ្ឈប់ជនសង្ស័យនៅតែស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតប៉ូលីសបាននិយាយនៅក្នុងព័ត៌មានថ្មីៗនៅល្ងាចថ្ងៃអាទិត្យបាននិយាយថាក្រុមអ្នកស៊ើបអង្កេតបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពពីស្ថានីយ៍រថភ្លើងហើយវាច្បាស់ណាស់ថាសកម្មភាពរបស់គាត់គឺគ្មានអ្វីក្រៅពីវីរភាពនិងបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនឡើយលោក John Loveless អធិការបាននិយាយកាលពីថ្ងៃអាទិត្យថាគ្មានអ្វីបង្ហាញថានេះជាឧบัติហេតុភេរវកម្មទេដោយកត់សម្គាល់ថាជនសង្ស័យជាបុរសអាយុ32ឆ្នាំកើតនៅចាភពអង់គ្លេសហើយនៅពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននិងសួរចម្លើយប៉ូលីសបាននិយាយថាបុរសនោះមកពី Peterborough ហើយបានឡើងរថភ្លើងនៅស្ថានីយ៍ Peterborough អត្តសញ្ញាណជនសង្ស័យមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេជនសង្ស័យម្នាក់ទៀតជាបុរសអាយុ35ឆ្នាំត្រូវបានចាប់ខ្លួនដំបូងបន្ទាប់ពីមានរបាយការណ៍ទៅមន្ត្រីថាគាត់ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសនៅល្ងាចថ្ងៃអាទិត្យគាត់ត្រូវបានដោះលែងដោយគ្មានសកម្មភាពបន្ថែមទៀតបន្ទាប់ពីប៉ូលីសបានបញ្ជាក់ថាគាត់មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនោះទេប៉ូលីសបាននិយាយថាបុរសអាយុ32ឆ្នាំកើតនៅចាភពអង់គ្លេសកំពុងត្រូវបានចាត់ទុកជាជនសង្ស័យតែម្នាក់គត់លោកស្រី Shehbaz Mahmood ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាភពអង់គ្លេសបាននិយាយថាសូមសរសើរភាពក្លាហានដ៏ល្អឥតខ្ចោះរបស់បុគ្គលិកសេវាសង្គ្រោះបន្ទាន់បានជួយសង្គ្រោះជីវិតនិងអ្នកដំណើរនៅលើរថភ្លើងនៅទីក្រុងឡុងទៅភាគខាងជើងនៃប្រទេសអង់គ្លេសលោកស្រីបានបង្ហោះនៅលើ X ថាឥឡូវនេះយើងដឹងហើយថាការវាយប្រហារនេះមិនត្រូវបានចាត់ទុកថាជាអំពើភេរវកម្មទេហើយថាជនជាតិអង់គ្លេស2នាក់ដែលកើតនៅអង់គ្លេសត្រូវបានចាប់ខ្លួនលោកស្រី Lovely បាននិយាយថាប៉ូលីសកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់អំពីកាលៈទេសៈពេញលេញនិងការលើកទឹកចិត្តដែលនាំឲ្យមានហេតុការណ៍នេះការស៊ើបអង្កេតរបស់យើងកំពុងដំណើរការទៅដោយរលូនហើយយើងជឿជាក់ថាយើងមិនកំពុងស្វែងរកនរណាម្នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងហេតុការណ៍នេះទេអនុប្រធានប៉ូលីស Stuart Cundy បាននិយាយដោយដែលរំពឹងទុកក្រុមអ្នកស៊ើបអង្កេតជំនាញកំពុងស៊ើបអង្កេតប្រវត្តិរបស់ជនសង្ស័យដែលយើងឃុំខ្លួននឹងព្រឹត្តិការណ៍ដែលនាំទៅដល់ការវាយប្រហារប៉ូលីសបាននិយាយនៅល្ងាចថ្ងៃអាទិត្យថាកាំបិតមួយត្រូវបានរកឃើញពីកន្លែងកើតហេតុប៉ូលីសនិងគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅកាន់ស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Huntingdon ភាគពីយប់នៃទីក្រុង Cambridge បន្ទាប់ពីមានរបាយការណ៍អំពីការចាក់នៅលើរថភ្លើងដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងនៅម៉ោង 7:42 យប់ពេលរថភ្លើងកំពុងធ្វើដំណើរហើយរថភ្លើងបានឈប់ដោយមិនបានគ្រោងទុកខណៈដែលសេវាសង្គ្រោះបន្ទាន់បានឆ្លើយតបនេះបើយោងតាមប៉ូលីសដឹកជញ្ជូនអង់គ្លេសនិងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមពីកន្លែងកើតហេតុវីដេអូដែលបានបង្ហោះនៅលើ X បានបង្ហាញអ្នកដំណើរកំពុងរត់ចេញពីស្ថានីយ៍ដោយមានបុរសម្នាក់មានឈាមប្រឡាក់ខ្លួនគាត់វីដេអូមួយទៀតបានបង្ហាញពីហ្វូងមនុស្សបានប្រមូលផ្ដុំគ្នានៅខាងក្រៅរួមជាមួយរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើងវីដេអូជាច្រើនទៀតដែលបានបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញពីការឆ្លើយតបដ៏ធំរបស់ប៉ូលីសដោយមានរថយន្តប៉ូលីសជាច្រើនគ្រឿងនៅកន្លែងកើតហេតុអាជ្ញាធរបាននិយាយថាប៉ូលីស Cambridgeshire ដែលល្បាតតំបន់នោះបានចាប់ខ្លួនមនុស្ស2នាក់នៅកន្លែងកើតហេតុទាក់ទងនឹងហេតុការណ៍នេះលោក Loveless បានបន្ថែមថាក្នុងរយៈពេល8នាទីបន្ទាប់ពីការហៅទូរស័ព្ទទៅលេខ999បុរស2នាក់ត្រូវបានឃុំខ្លួនដោយប៉ូលីសអ្នកនាំពាក្យសេវារថយន្តសង្គ្រោះបន្ទាន់ East of England បាននិយាយថាខ្លួនបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងមេបញ្ជាការយុទ្ធសាស្ត្រក្រុមឆ្លើយតបគ្រោះថ្នាក់និងឧទ្ធម្ភាគចាក់2គ្រឿងដើម្បីដឹកជញ្ជូនអ្នកជំងឺច្រើនអ្នកទៅកាន់មន្ទីរពេទ្យ Edinburgh វត្តមានប៉ូលីសយ៉ាងច្រើននៅតែស្ថិតនៅ Huntingdon នៅព្រឹកថ្ងៃអាទិត្យដោយផ្លូវជាច្រើនត្រូវបានបិទនៅជុំវិញស្ថានីយ៍តង់កសឲ្យវិច័យជាមួយមន្ត្រីស្លៀកពាក់អាវពណ៌ត្រូវបានរៀបចំនៅក្នុងចំណតរថយន្តខណៈដែលរថភ្លើងដែលការចាក់សម្លាប់មនុស្សនៅតែចុះនៅលើវេទិការដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក John Healey បានប្រាប់ Sky News ដែលជាដៃគូអង់គ្លេសរបស់ NBC News កាលពីព្រឹកថ្ងៃអាទិត្យថាកម្រិតគំរាមកំហែងរបស់ប្រទេសមិនមានការផ្លាស់ប្ដូរច្រើន
ដែលមានន័យថាការវាយប្រហារភេរវកម្មនាពេលអនាគតត្រូវបានគេចាត់ទុកថាកើតឡើងច្រើនជាងមុននាយករដ្ឋមន្ត្រីចាក់ភពអង់គ្លេសលោក Keir Starmer បានថ្កោលទោសការវាយប្រហារនេះថាជារឿងគួរឲ្យរន្ធត់និងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីមុនលោកបានហៅឧក្រិដ្ឋកម្មដោយកាំបិតថានេះជាវិបត្តិជាតិចំនួនបទល្មើសដែលពាក់ព័ន្ធនឹងការចាក់កាំបិតនៅទូទាំងប្រទេសអង់គ្លេសបានកើនឡើងជារួមចាប់តាំងពីឆ្នាំ2011នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលទោះបីជាវាទាបជាង 4.5% នៅក្នុងរយៈពេល1ឆ្នាំកន្លងមកជាងឆ្នាំ2019ដល់2020ក៏ដោយទិន្នន័យពីសេវាសុខភាពជាតិនៅប្រទេសអង់គ្លេសបង្ហាញថាមានករណីចំនួន 3,500 ត្រូវបានកត់ត្រានៅក្នុងមន្ទីរពេទ្យក្នុងឆ្នាំ2024ដល់2025ដោយសារតែការវាយប្រហារដោយវត្ថុមុតស្រួចដែលជាការថយចុះ 10% បើប្រៀបធៀបទៅនឹងឆ្នាំមុនព្រះមហាក្សត្រ Charles និងព្រះមហាក្សត្រីយានី Camilla បានមានបន្ទូលថាពួកគេមានការភ្ញាក់ផ្អើលបន្ទាប់ពីការវាយប្រហារនេះហើយបានសម្ដែងការកោតសរសើរចំពោះការឆ្លើយតបក្នុងគ្រាអាសន្នព្រះមហាក្សត្របានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាខ្ញុំមានការអាណិតអាសូរនិងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតរបស់យើងគឺនៅជាមួយអ្នកដែលរងផលប៉ះពាល់ទាំងអស់និងមនុស្សជាទីស្រឡាញ់របស់ពួកគេអំពើហិង្សានៅថ្ងៃសៅរ៍បានបង្កឲ្យមានការរំខានយ៉ាងទូលំទូលាយនៅទូទាំងបណ្ដាញផ្លូវដែកក្រុមហ៊ុនផ្លូវដែក John Northeastern Liner បានចេញការជូនដំណឹងគុំធ្វើដំណើរសម្រាប់ខ្សែរថភ្លើងដែលរងផលប៉ះពាល់នៅថ្ងៃសៅរ៍ហើយខណៈពេលដែលខ្សែរថភ្លើងមួយចំនួនបានបើកឡើងវិញនៅថ្ងៃអាទិត្យក្រុមហ៊ុនបានព្រមានថាការលុបចោលនិងការពន្យាពេលបន្ថែមទៀតទំនងជាកើតឡើងលោកស្រី Hedy Alexander រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេសបាននិយាយថានឹងមានវត្តមានរបស់ប៉ូលីសនៅតាមស្ថានីយ៍រថភ្លើងនិងនៅលើរថភ្លើងនៅថ្ងៃអាទិត្យដើម្បីធានាដល់សាធារណជននៅក្នុងព័ត៌មានថ្មីមួយកាលពីព្រឹកថ្ងៃអាទិត្យលោក David Horn នាយកគ្រប់គ្រង Liner បាននិយាយថាបុគ្គលិកមានការភ្ញាក់ផ្អើលនិងសោកសៅចំពោះការវាយប្រហារនេះហើយលោកបានសរសើរសេវាសង្គ្រោះបន្ទាន់ចំពោះការឆ្លើយតបយ៉ាងរហ័សរបស់ពួកគេប៉ូលីសដឹកជញ្ជូនអង់គ្លេសបាននិយាយថារថភ្លើងនេះគឺជាសេវាកម្មនៅម៉ោង 6:25 ល្ងាច Doncaster នៅភាគខាងជើងនៃប្រទេសអង់គ្លេសទៅកាន់ London King's Cross Huntingdon មានចម្ងាយប្រហែល77ម៉ាយល៍ភាគខាងជើងនៃទីក្រុងឡុង